នេះគឺជាខណ្ឌគាត់បានរងចាំមិត្តស្រីរបស់គាត់អស់រយៈពេល40នាទីហើយនាងមិនបានប្រាប់គាត់ថានាងមកយឺតទេពេលខណ្ឌមកដល់ក្នុងស្ថានភាពនោះគាត់អាចនឹងមានអារម្មណ៍យ៉ាងហើយអាស្រ័យលើអារម្មណ៍ដែលគាត់ជួបប្រទះគាត់នឹងមានការបកស្រាយខុសគ្នាអំពីស្ថានភាពសូមស្រមៃថាពេលខណ្ឌមកដល់ស្ថានភាពនេះគាត់សប្បាយចិត្តព្រោះគាត់បានមកដល់ទាន់ម៉ោងណាត់ជួបពេលចេញពីធ្វើការគាត់អាចចាក់ចេញមុនពេលព្រោះមិត្តរួមការងាររបស់គាត់បានជួយគាត់ឲ្យបញ្ចប់កិច្ចការជាមួយនឹងអារម្មណ៍នេះការបកស្រាយអំពីស្ថានភាពទំនងជាវិជ្ជមាននាងច្បាស់ជាជាប់រវល់ជាមួយអ្វីមួយនៅកន្លែងធ្វើការខ្ញុំនឹងរងចាំនាងបន្តទៀតសូមស្រមៃថាពេលខណ្ឌមកដល់គាត់ខឹងពីព្រោះជាថ្ងៃដែលគាត់បានជួបស្ថានភាពមិនល្អនៅកន្លែងធ្វើការគាត់មានការតានតឹងដោយសារគាត់មានបន្ទុកការងារធ្ងន់ហើយគាត់បានឆ្លោះជាមួយមិត្តរួមការងារការបកស្រាយរបស់គាត់អំពីស្ថានភាពទំនងជាអវិជ្ជមានមានអ្វីឲ្យនាងភ័យខ្លាចតើនាងអាចភ្លេចផែនការរបស់យើងយ៉ាងម៉េចកើតជាចុងក្រោយសូមស្រមៃថានៅពេលដែលខណ្ឌមកដល់គាត់មានទឹកមុខក្រៀមក្រំព្រោះនៅកន្លែងធ្វើការគាត់បានទទួលដំណឹងអាក្រក់អំពីស្ថានភាពរបស់ក្រុមហ៊ុនគូបញ្ជាក់ផងដែរថាកាលពីម្សិលមិញគាត់បានទៅសួរសុខទុក្ខសាច់ញាតិដែលឈឺនៅក្នុងមន្ទីរពេទ្យវាទំនងជាថាខណ្ឌនឹងមានការបកស្រាយតាមអារម្មណ៍របស់គាត់ដែលកំពុងមានមិត្តស្រីរបស់ខ្ញុំបានចាក់ចេញពីខ្ញុំនាងមិនស្រឡាញ់ខ្ញុំទៀតទេ